ធ្លាប់តែធ្វើផ្កាពីกระดาษបត់ផ្កាប៉ុន្តែថ្ងៃនេះសាកមកធ្វើពីសំបកពោតម្ដងក៏ប៉ុន្តែខ្ញុំធ្លាប់ឃើញច្រើនដែរផ្កាដែលធ្វើពីសំបកពោតប៉ុន្តែថ្ងៃនេះគឺជាលើកទី1របស់ខ្ញុំហើយអញ្ចឹងលើកទី1ផងកុំឲ្យបែរឆ្ងាយច្រើនមកមើលពីការធ្វើរបស់ខ្ញុំហ្មងទៅដំបូងខ្ញុំប្រើសំបកពោតទុំតែបើយើងអត់មានសំបកពោតទុំស្រាប់អញ្ចឹងយើងអាចយកសំបកពោតចាស់ធម្មតាហ្នឹងយើងយកវាទៅដាក់ហាលទៅយើងអាចប្រើបានហើយធ្វើផ្កាពោតថ្ងៃនេះគឺខ្ញុំប្រើពណ៌ធម្មជាតិរបស់វាហ្មងប៉ុន្តែបើយើងចង់ជ្រលក់ពណ៌ជ្រលក់អីឲ្យផ្កាហ្នឹងវាមានពណ៌ប្លែកៗយើងអាចយកសំបកពោតហ្នឹងហាលឲ្យស្ងួតទៅហើយយើងយកវាទៅស្ងោរជាមួយពណ៌ដែលយើងចង់ប្រើហ្នឹងហើយដាក់ហាលទៅយើងអាចប្រើបានហើយធ្វើផ្កានេះខ្ញុំក៏ចង់ជ្រលក់ពណ៌ឲ្យវាមានពណ៌ប្លែកៗដែរតែគ្រាន់តែខ្ញុំអត់មានថ្នាំពណ៌អញ្ចឹងទៅខ្ញុំក៏ធ្វើពណ៌ធម្មជាតិរបស់សំបកពោតហ្នឹងទៅអញ្ចឹងយើងកាត់វាឲ្យចេញរាងស្រទាប់ផ្កាមកតូចៗល្មមអញ្ចឹងមកហើយយើងយកឈើអីក៏បានដែរមកពុតវាឲ្យរាងកោងបន្តិចមកបន្ទាប់មកយើងមកធ្វើបដូរផ្កាហើយបដូរផ្កានេះខ្ញុំយកស្លឹកពោតដែលនៅស្រស់ឡើយទេមើលទៅវានៅពណ៌រាងបៃតងណាពណ៌បៃតងអញ្ចឹងក៏ម្យ៉ាងដែរវាខុសពីស្រទាប់ផ្កាប៉ុន្តែគ្រាន់ថាតិចទៀតនឹងវាក្រៀមដូចតែគ្នាហ្នឹងអញ្ចឹងបន្ទាប់មកយើងយកស្គុតមុខពីរយកមកបិទសំបកពោតនេះពីរភ្ជាប់គ្នាហើយយើងកាត់វាឲ្យចេញតសៃតូចៗអញ្ចឹងមកព្រោះយើងធ្វើបដូរផ្កាបើចំពោះតងផ្កាវិញយើងបើចាំបាច់តទៅប្រើប្រភេទតងផ្កាដែលគេប្រើសម្រាប់កាច់ផ្កាហ្នឹងទេយើងប្រើលួសធម្មតាហ្នឹងក៏បានដែរប៉ុន្តែយើងមើលប្រើតសៃលួសណាមកសមល្មមមកកុំឲ្យវាធំជ្រុលពេកតែធំជ្រុលពេកតងផ្កាហ្នឹងវាអត់សមជាមួយផ្កាអញ្ចឹងណាបន្ទាប់ពីធ្វើបដូរផ្កាហើយយើងបិទស្រទាប់ផ្កាបិទអីចូលមកហើយធ្វើផ្កាសំបកពោតនេះនិយាយទៅដូចធ្វើលេងអញ្ចឹងព្រោះថាអត់មានកម្រងថាធ្វើទេដោយសារតែពោតដាំនៅមុខផ្ទះហ្នឹងវាចាស់ល្មមស្ងោរហើយដល់ពេលយកមកស្ងោរទៅខ្ញុំឃើញសំបកពោតហ្នឹងក៏ចង់សាកយកសំបកពោតមកធ្វើជាផ្កាសំបកពោតហ្នឹងសាកមើលដោយសារតែខ្ញុំធ្លាប់ឃើញគេធ្វើនៅលើ Facebook ចឹងណាតែដល់ពេលធ្វើហ្នឹងគឺអត់បានព្រឹត្តព្រៀងអីទេប៉ុន្តែដោយសារតែបានជាធ្វើហើយអញ្ចឹងក៏ថតយកមកបង្ហាញអ្នកទាំងអស់គ្នាមើលមួយទៅកុំឲ្យស្ងាត់ហើយត្រង់បិទស្រទាប់ផ្កានេះផ្ការីកនិងផ្កាកំពុំគឺស្រទាប់ផ្កាតែមួយទេគ្រាន់តែខុសគ្នាត្រង់បិទគឺផ្ការីកយើងបិទអាស្រទាប់កោងហ្នឹងចេញទៅក្រៅដល់ពេលផ្កាកំពុំយើងបិទអាស្រទាប់កោងហ្នឹងគឺចូលមកក្នុងវិញបន្ទាប់ពីធ្វើផ្កាមានរីកមានកំពុំហើយយើងមកធ្វើស្លឹកក្រោមផ្កានេះម្ដងហើយចូលដល់ស្លឹកគឺខ្ញុំអត់ប្រើសំបកពោតទៀតទេដោយសារតែយើងអត់មានសំបកពោតពណ៌បៃតងរបៀបថាពណ៌ស្លឹកអញ្ចឹងខ្ញុំក៏យកกระดาษឈួនសម្រាប់បត់ផ្កាហ្នឹងយកមកជំនួសវិញស្លឹកក្រោមផ្កានេះយើងកាត់វាឲ្យចេញជារាងធ្មេញអាណាអញ្ចឹងមកហើយយើងបិទវាឲ្យហៀមកដល់តងនេះប្រហែលជា1សង់ទីម៉ែត្រឬ2សង់ទីម៉ែត្រអីមកស្រួលយើងហុំជាមួយនឹងស្កុតហុំដើមទៅឲ្យវាស៊ីគ្នាស្កុតសម្រាប់ហុំដើមនឹងដែរខ្ញុំឃើញមានច្រើនពណ៌អ្នកទាំងអស់គ្នាចង់ប្រើពណ៌បៃតងចាស់ក៏បានបៃតងខ្ចីក៏បានហើយឃើញមានទាំងពណ៌ដីទៀតហើយគ្រាន់តែយើងហុំហើយវាចេញរាងផ្កាមានសដងផ្កាមានអីចឹងទៅមើលទៅរាងស្អាតបន្តិចចឹងធ្វើផ្កាមកតងហើយយើងអត់តន់ហុំវាចូលគ្នាទេយើងមកធ្វើស្លឹកសិនហើយស្លឹកក៏ខ្ញុំប្រើกระดาษបត់ផ្កានេះដែរហើយយើងកាត់វាប្រហែលជា3សង់ទីម៉ែត្រគុណនឹង6សង់ទីម៉ែត្រមកហើយយើងកាត់វាជា2ប៉ុន្តែកាត់ជា2នេះគឺកាត់បែបប្រឆិតកាត់ប្រឆិតហ្នឹងគឺអាស្រ័យទៅលើស្លឹកផ្កាដែលយើងចង់ធ្វើដែរទេបើយើងចង់ធ្វើស្លឹកធំខាងលើតូចខាងក្រោមមិនយើងកាត់ប្រឆិតអញ្ចឹងណាមួយពេលដែលយើងកាត់ប្រឆិតអញ្ចឹងទៅអាសាច់กระดาษដែលវាជ្រួញផ្នត់ហ្នឹងគឺវាញ៉ែចេញជា2មើលទៅវារាងស្តៀងស្លឹកមែនតែនដែរយើងធ្វើស្លឹកឲ្យមានស្លឹកតូចស្លឹកធំអញ្ចឹងមកហើយចាំយើងរុំវាឡើងចេញជាផ្កាម្ដងហើយទៅធ្វើផ្កាគឺអត់មានអីច្រើនទេអត់មានអីប្លែកទេមានតែសកម្មភាពតតែនឹងឯងគឺធ្វើផ្កាធ្វើស្លឹករុំដើមរុំអីចឹងទៅមានតែប៉ុណ្្នឹងឯងគឺអត់សូវមានអីខុសគ្នាទេផ្កាភាគច្រើនគឺតែអញ្ចឹងឯងប៉ុន្តែអីដែលខុសគ្នាគឺខុសត្រង់ម៉ូតផ្កាហើយនឹងស្លឹកហ្នឹងគឺផ្កានេះយើងធ្វើអញ្ចេះទៅផ្កានោះយើងធ្វើអញ្ចោះទៅហើយស្លឹកនេះកាត់អញ្ចេះកាត់ចោះអីចឹងណាការធ្វើពីសំបកពោតនេះគឺខ្ញុំធ្វើមិនសូវបានស្អាតទេនិយាយទៅដោយសារតែធ្វើលេងផងអីផងអញ្ចឹងគឺធ្វើបានតែប៉ុណ្្នឹងឯងប៉ុន្តែខ្ញុំឃើញបងនៃគាត់ធ្វើផ្កាពីសំបកពោតគឺគាត់ធ្វើស្អាតមែនតើហើយផ្កាដែលគាត់ធ្វើគឺមិនមែនតែសំបកពោតមួយមុខទេមានផ្កាស្នាយស្លឹកត្នោតស្លឹកអីចឹងណានិយាយទៅរបស់ដែលគាត់យកមកធ្វើគឺសិតតែរបស់ធម្មជាតិដល់ពេលយើងចូលចិត្តខាងនឹងដែរអញ្ចឹងដល់ពេលឃើញទៅរបៀបថាដូចរៀងញ័រខុសពីធម្មតាដោយសារតែយើងស្រឡាញ់គាត់ធ្វើបានស្អាតមែនតើអញ្ចឹងត្រឡប់មកវិញយើងដាក់ស្លឹកដាក់ផ្ការុំវាឲ្យកើតចេញជាផ្កាម្ដងអញ្ចឹងមកហើយស្លឹកយើងញែកវាតិចអញ្ចឹងទៅបងឃើញអត់ស្លឹកពេលដែលយើងធ្វើហើយយើងដាក់លួសធ្វើទៅក្នុងកដាលអញ្ចឹងយើងអាចពុតឬក៏កាច់វាមិនក៏បានដែរតាមដែលយើងចង់បានដល់ពេលអញ្ចឹងវាធ្វើឲ្យស្លឹកហ្នឹងវាកាន់តែស្អាតឬក៏កាន់តែដូចទៀតអញ្ចឹងណាអញ្ចឹងផ្កាសំបកពោតនេះគឺមានតែប៉ុណ្្នឹងឯងនិយាយទៅធ្វើអត់សូវបានស្អាតទេដោយសារតែជាលើកទី1របស់ខ្ញុំហើយដែលយកសំបកពោតមកធ្វើជាផ្កាអញ្ចឹងបើមានខុសឆ្គងអីសង្ឃឹមថាអ្នកទាំងអស់គ្នាអត់ប្រកាន់ទេហើយកុំភ្លេចជួយ follow ខ្ញុំម្នាក់មួយផងនិងក៏អរគុណបងប្អូនដែលបានទស្សនាវីដេអូនេះពីដើមដល់ចប់អរគុណបាយ